អ្នកមកខ្លាញ់ចាញ់មកខ្លាឥឡូវដល់ដំណាក់កាលអ្នកមិនបានលេងហ្នឹងក៏មកខ្លាបាទមកខ្លាហ្នឹងតាមរយៈអ្នកពាក់ព័ន្ធមួយចំនួនចូលខមមិនបែបចោតប្រកាន់បែបញុះញង់បាទមកលើអង្គភាពយើងខ្ញុំខណៈដែលយើងខ្ញុំពុំដែលស្គាល់បាទមេវងលបែងទាំងអស់នោះមុខយ៉ាងម៉េចទេអ្នកមើលផ្លូវនឹងមុខយ៉ាងម៉េចទេអ្នកលេងនឹងមុខយ៉ាងម៉េចទេកន្លងទៅយើងកម្រនឹងធ្វើរឿងពាក់ព័ន្ធនឹងលបែងជលមន់ឬក៏អាប៉ោងនេះណាប៉ុន្តែមករយៈចុងក្រោយនេះគឺយើងខ្ញុំទទួលបានសារពីប្រជាពលរដ្ឋច្រើនមែនទែនពីសហគមន៍ដែលគាត់ដឹងថាអ្នកណាលេងនៅចំណុចណាអ្នកណាលេងនៅចំណុចណាចឹងទេក្រុមការងារយើងទៅដោយស្ងាត់ស្ងៀមបំផុតណាអស់លោកដែលខំប្រឹងចោតប្រកាន់គេនឹងមិនស្គាល់នឹងសមាជិកភាពក្រុមការងារខ្ញុំផងណាចឹងទេសូមសម្លឹងមើលពាក្យពេចន៍នៃការចោតប្រកាន់នៃការញុះញង់ដោយគ្មានសំអាងហេតុផលច្បាស់លាស់ហើយបើចង់ច្បាស់សួរទៅមេវងលបែងទាំងអស់ហ្នឹងទៅអង្គភាពមួយនេះដែលទៅពាក់ព័ន្ធដែលទៅស្គាល់អស់លោកនឹងទេណាសូមតែជម្រាបឲ្យដឹងរឿងហ្នឹងហើយយើងខ្ញុំនឹងបន្តធ្វើទៀតយើងបានដាក់បណ្ដាញគ្នាយើងហ្នឹងក៏មិនតិចដែរដើម្បីតាមដានអស់លោកដូរពីកន្លែងមួយទៅកន្លែងមួយហ្នឹងយើងចូលរួមនេះគឺចូលរួមដោយសុទ្ធចិត្តជាមួយនឹងគោលនយោបាយរបស់រដ្ឋាភិបាលដែលបំបត្តិនៅលបែងស៊ីសងខុសច្បាប់យើងធ្វើតាមកម្រិតយើងបើយើងមិនអាចទៅចូលកាស៊ីណូគេបានយើងធ្វើអ្វីដែលយើងអាចធ្វើបាននេះហើយគឺជាស្មារតីនៃការចូលរួមយើងចង់ឲ្យសង្គមយើងនេះល្អប្រសើរមានសន្តិសុខបំបត្តិនៅចោរកម្មគ្រប់ប្រភេទបំបត្តិនៅអំពើហិង្សាអញ្ចឹងសូមក្រានរំលឹកទៅដល់អ្នកផងទាំងឡាយដែលកំពុងតែចោតប្រកាន់គេដោយគ្មានភស្តុតាងហើយកុំថាគេរមិនឃើញណាយើងបង្កើត Facebook ដោយរបៀបណាបើគេចង់រកសមត្ថកិច្ចលោកនឹងរកឃើញឲ្យតែមានពាក្យបណ្ដឹងបាទខ្ញុំនៅតែនិយាយដដែលមេធីមអ្នកវក់នឹងលបែងសួរគ្នាចោះមានអ្នកតាក់ទងមកប៉ុន្តែយើងខ្ញុំមិនឆ្លើយឆ្លងទេយើងខ្ញុំស្គាល់ទាំងឈ្មោះស្គាល់ទាំងអត្តសញ្ញាណទាំងរូបភាពអ្នកដែលតាក់ទងចង់ចែកជាមួយឲ្យស្ងាត់មាត់បិទមាត់កុំច្រឡំណាគេថាច្រឡំដឹងឬក៏អវិជ្ជាហើយខ្ញុំសូមបើកវងកញ្ចក់រឿងអវិជ្ជានេះមិនមែនមនុស្សល្ងងទេអវិជ្ជានេះគឺខ្ញុំសំដៅទៅលើមនុស្សច្រឡំដឹងពេលដែលច្រឡំដឹងគាត់និយាយមកមិនមែនជាការបញ្ចេញមតិទេដូចខ្ញុំនិយាយអញ្ចឹងមើលសម្ដីសម្ដៅនៅក្នុង comment នឹងឡើងវិញហើយខ្ញុំក៏សូមបញ្ជាក់ផងដែរថាក្រុមការងារយើងកំពុងតែបន្តធ្វើរឿងនឹងទៀតចង់ក្រុមអ្នកលេងល្បែងដូរទៅណាដូរទៅណីយើងក៏មានប្រភពផាន់យើងរាយការណ៍មកដែរបាទអញ្ចឹងចាំមើលវាបន្តទៀតបាទអរគុណប្រសិនបើពុកម៉ែបងប្អូនកំពុងតែស្វែងរកផ្ទះដែលនៅគៀកក្រុងភ្នំពេញតម្លៃក្រោមទីផ្សារគុណភាពសំណង់រឹងមាំហើយស្រស់ស្អាតបែបនេះសូមកុំភ្លេចមកទស្សនាផ្ទះក្នុងក្តីសម័យនៅគម្រោងបូរី HM Lucky Home ទាំងអស់គ្នាដែលមានទីតាំងនៅប៉ែកខាងលិចតំបន់ទំនប់កោះស្រូវជិះពីវត្តភ្នៀតខ្ទង់15នាទីប៉ុណ្ណោះដែលគម្រោងនេះមានរហូតដល់120ហិកតាបាទមានតាំងពីសួនច្បារបាទសួនសត្វឆ្នេរទឹករាក់អាងហាទឹកកន្លែងជិះទូកកាយ៉ាក់មានទាំងអាហារដ្ឋាននិងហាងកាហ្វេនៅក្នុងនោះផងដែរ